កុំនិយាយរួចហើយទៅគិតកុំនិយាយអ្វីតាមតែចិត្តចង់កូនហើយនិយាយច្រើនខុសច្រើននិយាយតិចខុសតិចគិតសិនសុំនិយាយកូនជាទីស្រឡាញ់មាត់មនុស្សនោះនាំសុកមកឲ្យក៏បាននាំទុកមកឲ្យក៏បានខ្មែរយើងមានពាក្យដាស់តឿនច្រើនណាស់តាកទួងនឹងមាត់ដូចជារនៀបបាក់យករនៀបជួសសម្ដីហួសរកអ្វីជួសគ្មានឬក៏ថាមាត់មានគ្របដបមានឆ្នោកដើរមាន3ស្ដីមាន4មនុស្សយកសម្ដីតម្រៃយកភ្លុកបង្វិលអណ្ដាត10ជុំសិនសុំនិយាយអណ្ដាតជាអាចកន្លងបានសុកទុកផងក៏ព្រោះអណ្ដាតសម្ដីជាឯកលេខជាតោខ្វែកស្លាប់ព្រោះអាចក៏ភ្លេងស្លាប់ព្រោះមាត់ដូច្នេះជាដើមកាលបើកូនគប់រោគណាក៏ដោយធ្វើការងារទីណាក៏ដោយអ្វីដែលកូនត្រូវប្រយ័ត្នឲ្យណាស់នោះគឺមាត់លោកបានពោលថាមនុស្សល្ងងទុកបេះដូងនឹងអណ្ដាតមនុស្សឆ្លាតទុកអណ្ដាតនឹងបេះដូងបើកូនចង់និយាយអ្វីត្រូវទុកដាក់សម្ដីក្នុងចិត្តគំនិតគិតហើយសុំនិយាយកុំនិយាយរួចហើយទៅគិតកុំនិយាយអ្វីតាមតែចិត្តចង់កូនហើយនិយាយច្រើនខុសច្រើននិយាយតិចខុសតិចកាលចាំបាច់ត្រូវនិយាយកូនត្រូវនិយាយយ៉ាងមានស្មារតីនិយាយឲ្យល្មមប្រមាណស្គាល់កាលស្គាល់ពេលដឹងកលៈទេសៈដឹងបុគ្គលដឹងបរិស័ទនិយាយតាមធัวតាមវិន័យជាសម្ដីមានប្រយោជន៍មនុស្សសម័យនេះប្រកែនិយាយនឹងនិយាយបានច្រើនណាស់ប៉ុន្តែកូនត្រូវពិចារណាឲ្យល្អក្នុងបណ្ដាមនុស្សដែលប្រកែនិយាយនោះតើមានប្រមាណអ្នកដែលនិយាយដោយមិនលំអៀងនិយាយនាំឲ្យកើតការព្រមព្រៀងធ្វើឲ្យមនុស្សគ្រប់ផ្នែកកើតការសប្បាយចិត្តយើងមិនអាចទៅហាមអ្នកណាថាកុំឲ្យនិយាយដូច្នោះណាបានដោយសពគ្រប់ទេគេនឹងនិយាយល្អឬក៏មិនល្អយ៉ាងណានិយាយអូសទេនិយាយចាក់ដោតនិយាយអួតខ្លួននិយាយដោយល្ងងយ៉ាងណាវាជាសិទ្ធិតខ្លួនរបស់គេកាលបើគេនិយាយហើយគេជាអ្នកទទួលខុសត្រូវសំខាន់កុំតែកូននិយាយដោយគេទៅបានហើយកូនត្រូវគិតឲ្យល្អមុននិយាយជាពិសេសនៅពេលកូននិយាយដល់អ្នកដទៃកូនត្រូវតែប្រយ័ត្នឲ្យណាស់ចំពោះអ្នកដទៃយើងបានដឹងរឿងគេបានដោយសពគ្រប់ប៉ុណ្ណាមិនបានច្រើនវាមិនបានដោយសពគ្រប់អញ្ចឹងគឺត្រូវប្រយ័ត្នយើងមិនដឹងក្នុងក្រៅរបស់គេហើយយើងក៏ចេះតែគិតក្នន់គ្នាដោយខ្លួនឯងយ៉ាងនេះយ៉ាងនោះគឺមិនបានទេល្អបំផុតគឺកុំនិយាយពីគេដោយមិនដឹងរឿងច្បាស់កុំស្មានកុំប្រហែលកុំមួលបង្កាច់ដោយការស្អប់កុំចេះតែលើកដោយលំអៀងសូម្បីដឹងច្បាស់ក៏មិនត្រូវចេះតែនិយាយដែរក៏មិនចាំបាច់ដល់ទៅមិនច្បាស់ក៏ត្រូវតែពិនិត្យវិจัยបើនិយាយត្រូវនិយាយដោយមេត្តាកុំចេះតែកុសលាយើងអកុសលាគេនោះឲ្យកុសលាគេអកុសលាយើងខ្លះផងតាមសេចក្តីពិតហើយបើយ៉ាងត្រឹមត្រូវនៅក្នុងផ្លូវកណ្ដាលនោះគឺកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាគឺដោយបញ្ញាមិនប្រកាន់ទៅក្នុងអត្តាសត្វបុគ្គលណាគឺថាធัวទាំងឡាយមានបច្ច័យត្រឹមត្រូវកើតឡើងជាបរមត្តកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាហ្នឹង